បាទជំរាបសួរបងប្អូនទាំងអស់ជាទីគោរពបានថ្ងៃនេះខ្ញុំចត្រាជួបបងអូនស្រីដែលគាត់មានកូន3នាក់នៅក្នុងបន្ទុកហើយមានជីវភាពលំបាកមែនតើអ្វីដែលយើងអាណិតអាសូរគាត់គឺគាត់អត់មានលទ្ធភាពទិញទៅដោះគោក្នុងការដោះឲ្យកូនអឹមទេកូនគាត់មួយអាយុ4ខែហើយមួយទៀតទូជាងនឹងដែលនៅផ្ទះបាទអញ្ចឹងគាត់អត់មានលទ្ធភាពក្នុងការទិញទៅដោះគោឲ្យអឹមហើយក៏ដូចជាគ្រួសារគាត់លំបាកបាទគឺលំបាកប្តីគាត់ទៅស៊ីឈ្នួលឲ្យគេបាទមួយថ្ងៃបាន10000 20000សម្រាប់ទ្រទ្រង់ជីវិតឲ្យគាត់លំបាកមែនតើតែមើលឃើញពីលំបាករបស់គាត់ខ្ញុំក៏បានចាត់ចែងបាទឬក៏បងប្អូនដែលជួបការលំបាកផ្សេងបាទក្នុងនោះគឺយើងបានជូនទៅដល់គោទៅដល់គាត់គឺ2ម៉ាកបាទម៉ាកទី1គឺម៉ាកបាទPrim Mavita គឺយើងជូនគាត់ហ្នឹងគឺបាទ11កំប៉ុងបាទគឺយើងជូនគាត់11កំប៉ុងហើយនឹងមកដោយម៉េចបាទលេខ2នោះគឺយើងជូនគាត់2កំប៉ុងបាទហើយក្នុងនោះបាទយើងជូនអង្គគាត់នោះគឺ 5B តូចបាទ 5B តូចមានខោទឹកនោមមានកៅអៅកូនងាមានមីមួយកេះមានត្រីខបាទហើយមានជាកៅអៅឈុតបាទនេះជាអ្វីដែលយើងបានយកជូនគាត់ហើយឥឡូវបានដល់ដៃគាត់ហើយហ្នឹងហើយអញ្ចឹងជំនួយទាំងអស់គឺយើងប្រគល់ជូនទៅដល់អូនតែម្ដងសប្បាយទេបងអូនសប្បាយបងបាទសប្បាយពីមុនអត់មានបានទទួលជំនួយទទួលអំណោយពីនរណាទេเนาะចាហ្នឹងហើយអញ្ចឹងមានពាក្យគាត់បានជួយទៅកាន់បងអូនណាហ្នឹងហើយអរគុណចាស់ជំនួយបានគាត់បានជួយខ្ញុំសូមគាត់អូស៊ីកាន់តែមានបានបាទហ្នឹងហើយអរគុណមែនតើយើងសូមអរគុណទៅដល់បងស្រីអូនសុកបាទអ្នកមីងបាទលីលីវិនីបាទក៏ដូចជាបងស្រីបាទច័ន្ទហងបាទយើងបានចាត់ចែងជួយដល់គាត់ដែរក្នុងការជួយជាសម្ភារៈទាំងអស់នេះបាទសម្រាប់គាត់ក្នុងការទ្រទ្រង់គាត់ជួបការលំបាកមែនតើអញ្ចឹងហើយយើងបានចាត់ចែងនេះគឺជាមានអ្វីដែលយើងបានរៀបចំជូនគាត់នេះគឺសម្រាប់ជួយទៅដល់ពួកគាត់ផងដែរអញ្ចឹងអរគុណដល់បងស្រីអូនសុកបងស្រីច័ន្ទហងនិងអ្នកមីងបាទលីលីវិនីក្នុងការដែលចូលរួមជួយបាទគ្រប់គ្រងបងប្អូននៅរត់ទទួលទានបាននៅអាសាជាពិសេសគឺបងប្អូនទាំងពីរនៅពេលនេះខ្ញុំចត្រាបាទរួមជាមួយបងប្អូនសេសមកសូមជម្រាបលា